វាលពពែម្នាក់ជាកម្មកររបស់សេដ្ឋីបានគៀងពពែទៅស៊ីស្មៅនៅក្បែរព្រៃមួយកាលនោះមានថ្មព្រៃម្នាក់បាននាំឆ្កែចំនួន3ចូលក្នុងព្រៃនោះដែរដើម្បីទៅរកអស់នឹងបន្លែថ្មព្រៃបានឃើញហ្វូងពពែនៅទីនោះក៏នាំឆ្កែចេញឲ្យឆ្ងាយពីហ្វូងពពែប្រហែល60ព្យាមព្រោះខ្លាចឆ្កែខំពពែបន្ទាប់មកថ្មព្រៃក៏ចូលទៅសម្រាកក្រោមម្លប់ឈើមួយដើមលុះត្រូវខ្យល់រំភើយត្រជាក់ទន់ត្របក់ភ្នែកថ្មព្រៃក៏សម្រានលក់ទៅពេលនោះមានកូនពពែមួយក្បាលដើរចេញពីហ្វូងចម្ងាយប្រហែល60ព្យាមក៏ជួបនឹងឆ្កែរបស់ថ្មព្រៃហើយឆ្កែទាំងនោះក៏ចំរោមខំកូនពពែរហូតដល់ស្លាប់នៅទីនោះអ្នកកងវាលពពែស្ទុះរត់ស្រែកដេញឆ្កែយ៉ាងខ្លាំងសំដៅទៅកន្លែងដែលឆ្កែកំពុងខំពពែថ្មព្រៃក៏ភ្ញាក់ឡើងភ័យឆាវឡៅទៅនិយាយអង្វរអ្នកកងវាលថាមនាលសម្លាញ់សូមអ្នកកុំខឹងនឹងខ្ញុំអីខ្ញុំអត់បានដឹងថាពពែអ្នកមកក្នុងទីនេះទេមុននេះបន្តិចខ្ញុំខ្លាចឆ្កែខ្ញុំខំពពែសម្លាញ់ឯងបានជាខ្ញុំនាំឆ្កែចេញឲ្យឆ្ងាយពីហ្វូងពពែរបស់អ្នកប្រហែល60ព្យាមទោះបីថ្មព្រៃអង្វរអ្នកកងវាលពពែយ៉ាងណាក៏គេមិនសុខចិត្តទើបអ្នកកងវាលទៅប្រាប់សេដ្ឋីជាចវាយសេដ្ឋីក៏ហៅថ្មព្រៃមកស្ដីបន្ទោសហើយដាក់កំហុសឲ្យសងថ្លៃពពែរបស់ខ្លួនថ្មព្រៃក៏មិនព្រមសងថ្លៃពពែនោះដែរព្រោះសំអាងថាខ្លួនមិនមានកំហុសសេដ្ឋីក្តៅចិត្តខ្លាំងណាស់ព្រោះអាងថាខ្លួនមានទ្រព្យសម្បត្តិក៏ប្រាប់ថ្មព្រៃទៀតថាបើឯងមិនព្រមសងទេអញនឹងទៅប្តឹងដល់ចៅក្រមឲ្យកាត់ទោសឯងហើយថ្មព្រៃនិយាយបណ្ដោយថាមែនហើយលោកសេដ្ឋីធ្វើអីចឹងទើបអាចរកខុសត្រូវឃើញល្ងាចនោះលោកសេដ្ឋីបានយកប្រាក់ជាច្រើនទៅសោកដល់ចៅក្រមទុច្ចរិតទទួលសំណូកឲ្យប្រាប់សេដ្ឋីថាលោកសេដ្ឋីមិនបាច់ព្រួយទេចាំខ្ញុំគម្រាមវាឲ្យសងពពែមួយជា4ទៅរួចខ្លួនបើវាមិនសងទេខ្ញុំនឹងដាក់ទោសវាឲ្យធ្ងន់ដៃព្រឹកឡើងចៅក្រមទុច្ចរិតទៅកាន់សាលាក្តីឃើញសេដ្ឋីនិងថ្មព្រៃនៅក្នុងទីនោះក៏សួរធ្វើពើថាលោកសេដ្ឋីនិងថ្មព្រៃអញ្ជើញមកមានការអ្វីចៅក្រមទី2ជំរាបថាសេដ្ឋីនិងថ្មព្រៃមកនេះមានវិវាទនឹងគ្នាត្រូវកាត់ក្តីក្នុងថ្ងៃនេះចៅក្រមទុច្ចរិតសួរទៅសេដ្ឋីថាលោកមានរឿងមិនសុខចិត្តដូចម្ដេចសេដ្ឋីឆ្លើយថាថ្មព្រៃនេះឲ្យឆ្កែខំពពែខ្ញុំស្លាប់ហើយមិនព្រមសងថ្លៃពពែខ្ញុំទៀតគេជាមនុស្សបំពានលើច្បាប់ព្រោះហេតុនេះហើយបានជាខ្ញុំមិនសុខចិត្តចូលមកឲ្យលោកកាត់សេចក្តីឲ្យបានសុចរិតលោកចៅក្រមទុច្ចរិតក៏និយាយទៅថ្មព្រៃថាអ្នកឯងអីក៏អាក្រក់ម្ល៉េះឲ្យឆ្កែខំពពែគេស្លាប់ហើយនៅមិនព្រមសងពពែគេទៀតអ្នកឯងត្រូវតែសងពពែលោកសេដ្ឋីមួយជា4បើមិនសងនឹងមានទោសថ្មព្រៃក៏និយាយតវ៉ាតាមសេចក្តីពិតទើបតែបានពី3ម៉ាត់ចៅក្រមទុច្ចរិតស្រែកគំរាមខ្លាំងថាឆាប់ចេញទៅយកលុយថ្លៃពពែមកសងលោកសេដ្ឋីថ្មព្រៃតល់កំណត់ក៏យំដើរចេញពីសាលាក្តីក្នុងកាលនោះធនជ័យបណ្ឌិតព្រះពោធិសត្វដើរចេញពីបម្រើស្ដេចពេលថ្មព្រៃឃើញហើយក៏ដើរទៅក្រាបបង្គំប្រាប់ធនជ័យបណ្ឌិតតាមដំណើររឿងទាំងអស់ធនជ័យក៏នាំថ្មព្រៃចូលទៅកាន់សាលាកាត់ក្តីវិញចៅក្រមឃើញធនជ័យបណ្ឌិតក៏នាំថ្មព្រៃមកសួរថាលោកបណ្ឌិតនាំថ្មព្រៃកំណាចនេះមកធ្វើអ្វីឬក៏មកឲ្យកំហុសខ្ញុំធនជ័យតបថាមិនដូច្នោះទេខ្ញុំចង់ដឹងថាតើថ្មព្រៃម្នាក់នេះមានរឿងដូចម្ដេចបានជាលោកកាត់ក្តីឲ្យគេសងថ្លៃពពែសេដ្ឋីមួយជា4បើតាមខ្ញុំដឹងលោកកាត់ក្តីនេះមិនត្រឹមត្រូវទេចៅក្រមឬធនជ័យបណ្ឌិតថាដូច្នេះក៏ភ័យតក់ស្លុតញ័រខ្លួនដោយខ្លាចបញ្ញាបារមីរបស់ធនជ័យបណ្ឌិតពេលនោះ
ថ្នាំចេះបណ្ឌិតសួរទៅថ្មព្រៃចំពោះមុខអ្នកទាំងអស់គ្នាអំពីបញ្ហានេះថ្មព្រៃឆ្លើយតាមពិតថាខ្ញុំនាំឆ្កែទៅព្រៃបានជួបនឹងហ្វូងពពែរបស់អ្នកកវីលដែលខ្ញុំខ្លាចឆ្កែខ្ញុំខំពពែគាត់ខ្ញុំក៏នាំឆ្កែទៅឲ្យឆ្ងាយពីពពែគាត់ប្រហែល60សៀមហើយខ្ញុំក៏នាំឆ្កែចូលទៅសម្រាកក្រោមដើមឈើមួយដើមដែលមានម្លប់ត្រជាក់ល្ហឹមលុះត្រូវខ្យល់ត្រសៀកខ្ញុំក៏ទទួលទានដំណេកលក់ទៅស្រាប់តែឮមាត់កង្វាលស្រែកថាឆ្កែខំពពែស្លាប់ហើយមកចាប់កំហុសខ្ញុំឲ្យសងថ្នាំចេះបណ្ឌិតសួរអ្នកកង្វាលថាតើពពែនេះឆ្កែខំក្នុងទីណាខំក្នុងហ្វូងពពែឬអ្នកកង្វាលឆ្លើយថាខំក្នុងទីចិត្តដាំឈើដែលថ្មព្រៃបានសម្រាកពេលនោះថ្នាំចេះបណ្ឌិតសួរបញ្ជាក់ទៅចៅក្រមទាំងអស់ថាត្រូវកាត់ឲ្យកំហុសទៅខាងណាចៅក្រមទាំងអស់នៅស្ងៀមចៅក្រមទុច្ចរិតឆ្លើយថាសូមលោកបណ្ឌិតកាត់ក្តីឲ្យបានសុចរិតចុះថ្នាំចេះបណ្ឌិតកាត់សេចក្តីថារឿងនេះមិនត្រូវឲ្យថ្មព្រៃសងពពែសេដ្ឋីទេត្រូវឲ្យកង្វាលពពែសងវិញទៅត្រូវព្រោះខ្លួនជាអ្នកខ្វៀលពពែហេតុអ្វីក៏បណ្ដោយឲ្យពពែដើរចេញពីហ្វូងចម្ងាយ60សៀមមិនបានប្រមូលឲ្យជួបជុំគ្នាបើតាមច្បាប់ថ្មព្រៃត្រូវមានអំណាចស្ដីបន្ទោសដល់កង្វាលពពែព្រោះខ្លួនប្រហែសគ្មានគំនិត